អូខេអញ្ចឹងនៅក្នុងឧបករណ៍បន្ទាប់នេះគឺយើងសិក្សាជាមួយនឹង Pencil Tool ណាអញ្ចឹងឧបករណ៍នេះក៏ជាឧបករណ៍មួយដែលយើងប្រើប្រាស់វានៅក្នុងការងាររចនាអក្សរដែរណាអញ្ចឹងយើងប្រើប្រាស់មិនខ្លះឧបករណ៍ហ្នឹងយើងមើលឧបករណ៍ប្រើសម្រាប់ធ្វើការគូរតម្រងអក្សរនិងតម្រង object ផ្សេងៗជាច្រើនទៀតចឹងមានន័យថានៅក្នុង Pencil Tool នេះគឺជាឧបករណ៍មួយដែលយើងអាចគូរតម្រងអក្សរបានដែរក៏ប៉ុន្តែមិនមែនយើងគូរតែតម្រងអក្សរទេគឺយើងអាចគូរបង្កើតទៅជាតម្រង object ឬក៏ជាប្រភេទ element ផ្សេងៗជាច្រើនទៀតដែលយើងអាចធ្វើលើសអំពីការរចនាអក្សរហ្នឹងណាអញ្ចឹងនៅក្នុងការប្រើប្រាស់របស់វាយ៉ាងម៉េចអូខេឥឡូវយើងចូលទៅកម្មវិធីទាំងអស់គ្នាតែម្ដងណាអូខេអញ្ចឹងយើងសិក្សានៅក្នុងឧបករណ៍ Pencil Tool បន្តទៀតណាឧបករណ៍ហ្នឹងនៅកន្លែងណាគឺវានៅក្រោមឧបករណ៍ Shape របស់យើងនេះនៅកន្លែងនេះណាអានេះ Shape នេះគឺជា pen របស់យើងចុចជាប់បាទអញ្ចឹងនៅក្នុងឧបករណ៍នេះវាមានច្រើនក៏ប៉ុន្តែខ្ញុំ focus ទៅលើ Pencil Tool តែប៉ុណ្ណោះដោយសារអីដោយសារ Pencil Tool គឺយើងប្រើប្រាស់វាទៅលើការគូរតម្រងអក្សរអញ្ចឹងនៅក្នុងឧបករណ៍ផ្សេងៗទៀតគ្នាយើងមិនចាំបាច់ទៅខ្វល់ជាមួយវាទេយើងយកតែ Pencil Tool មកធ្វើការសិក្សាតែប៉ុណ្ណោះអញ្ចឹងនៅក្នុងឧបករណ៍ Pencil Tool ដោយយើងបានមើលទៅតាមអ្វីដែលខ្ញុំបង្ហាញអញ្ចឹងថាយើងប្រើប្រាស់វានៅក្នុងការគូរតម្រងអក្សរឥឡូវយើងប្រើប្រាស់វាតែម្ដងណា Pencil Tool នេះអញ្ចឹងនៅក្នុង Pencil Tool ហ្នឹងពេលដែលយើងប្រើប្រាស់វាដោយយើងប្រើប្រាស់ជាមួយនឹង Pen Brush អញ្ចឹង Pen Brush យើងប្រើវាគូរទៅតែម្ដងមែនទេពេលយើងប្រើប្រាស់ជាមួយនឹង Pencil Tool ក៏អញ្ចឹងដែរបាទយើងប្រើវាគូរដូចគ្នាអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំដាក់ជាមួយនឹង stroke ត្រឹម3សិនចុះហើយយើងបិទ fill ត្រូវចាំណាយើងដាក់តែ stroke ទៅបានហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការគូរអក្សរចាំមើលខ្ញុំគូរអូខេខ្ញុំគូរអញ្ចឹងមកអូខេអញ្ចឹងមានន័យថា pencil យើងគូរវាដូច pen brush របស់យើងអញ្ចឹងបាទអានេះយើងគូរវាអញ្ចឹងមកអូខេអញ្ចឹងយើងគូរឲ្យបានចាញ់ជាតម្រងរូបរាងសិនមកណាចាំបើកជាមួយនឹងតម្រង stroke របស់យើងឲ្យធំអូខេខ្ញុំគូរវិសាខបូជាបាទបើយើងខុសអញ្ចឹងថយមក Ctrl Z មកវិញមកបាទអញ្ចឹងខ្ញុំថយខ្ញុំគូរមកអញ្ចឹងវិញអូខេអញ្ចឹងខ្ញុំគូរមកហើយអក្សរបអូខេចឹងអានេះគឺយើងគូមិនបានព្រៀងទុកអីទេអានេះយើងគូ direct ទៅតែម្ដងណាអូខេនេះដាក់ស្អេកមកអូខេឥឡូវយើងរួចរាល់ហើយអញ្ចឹងពេលដែលយើងគូជាមួយនឹង Pencil Tool គឺអញ្ចឹងឯងអូខេអានេះបាត់បាទយើងគូជន់គ្នាមិញណាអត់អីតែយើងអាចគូបន្ថែមវិញបានអូខេអញ្ចឹងយើង select វាទាំងអស់មកហើយយើងបើកជាមួយនឹងទំហំនៃ stroke របស់យើងនេះអូខេយើងចង់បានលើសនឹងទៀតក៏បានដែរបើសិនជាត្រឹម100នៅតែតូចយើងអាចវាយតម្លៃលេខចូលតែម្ដងក៏បានដែរណាឧទាហរណ៍ខ្ញុំវាយដល់150ឃើញទេគឺវាបានដូចគ្នាទេប៉ុន្តែអ្វីដែលយើងត្រូវការបន្ថែមនោះគឺតកតទៅនឹងការពុតអញ្ចឹងយើងត្រូវការពុតវាបន្ថែមទាញវាចេញពីគ្នាមកណា select មួយចេញពីគ្នាអញ្ចឹងមកអញ្ចឹងយើងចុចទាញវាឲ្យចំជាមួយនឹងខ្សែ pass របស់វានេះណាអូខេខ្ញុំទាញមួយមកអញ្ចឹងអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញពីការពុតបាទឧទាហរណ៍ Curvature Tool របស់យើងក៏យើងដឹងហើយពីការពុតអញ្ចឹងយើងដាក់ឲ្យចំខ្សែ pass វាអញ្ចឹងចុចប៉ោចមួយមកហើយយើងធ្វើការពុតបាទយើងចង់ពុតមិនទៀតយើងពុតបានឃើញទេបាទយើងអាចពុតអញ្ចឹងទៅយើងគូមកមិនតាន់ស្មូតល្អយើងអាចធ្វើការពុតអញ្ចឹងមកបាទពុតបន្តិចៗអញ្ចឹងមកណាឃើញទេពេលដែលយើងពុតទៅវាកាន់តែមើលទៅវា smooth ល្អហើយណាបាទនេះឧទាហរណ៍ថាកន្លែងហ្នឹងវាច្រើនអញ្ចឹងយើងចង់ដកវិញយើងដឹងហើយថានៅក្នុង pen របស់យើងនេះយើងដកជាមួយនឹង anchor point tool នេះបាទអញ្ចឹងយើងដកហើយយើងដាក់វិញមកហើយយើងទាញវិញមកណាឃើញទេអញ្ចឹងរាល់អក្សរពេលដែលយើងធ្វើការគូរដោយខ្លួនឯងអញ្ចឹងបាទគឺយើងព្យាយាមនៅក្នុងការពុតវាឲ្យបានច្រើនណាពេលយើងគូរហើយនោះអូខេនេះយើងពុតចង់ឲ្យវាទៅឆ្ងាយទៀតទាញអញ្ចឹងមកហើយទាញអានេះតាមមកនេះយើងទាញតាមហើយយើងពុតឲ្យវាស្អាតតាមនឹងមកណាអូខេ
ចឹងយើងបានជាតម្រងអញ្ចឹងអូខេតាមមកទេយើងចង់បដូរ style មែនទេគឺយើងដឹងហើយយើងបដូរ style នៅក្នុង uniform មកវានេះបាទបដូរដាក់នេះមកឃើញតម្រងវាកាន់តែស្អាតជាងមុនអត់បាទយើងអាចបដូរអញ្ចឹងបានហើយយើងអង្គុយកែវារហូតណាបាទពីអក្សរទី1រហូតដល់អក្សរចុងបញ្ចប់ហ្នឹងបាទយើងអាចធ្វើការកែវាមួយស្អាតពីព្រោះតម្រងនៃ stroke របស់យើងដាក់តម្លៃរបស់វាគឺ150អញ្ចឹងមានន័យថាតម្រងកម្រាស់របស់វាគឺ150ដូចគ្នាអញ្ចឹងយើងគ្រាន់តែកែវាឲ្យមើលទៅវា smooth ល្អណាអូខេឲ្យ smooth ល្អទៅតាមតម្រងនីមួយៗអញ្ចឹងណាអូខេអានេះយើងរៀនពីមូលដ្ឋានទៅតែម្ដងណាបាទយើងរៀនពីមូលដ្ឋានទៅឲ្យអស់អញ្ចឹងពេលដែលយើងរៀនចេះគ្រប់ជ្រុងជ្រោយជាមួយនឹងការរចនានឹងអស់ហើយខ្ញុំនឹងមានជាមួយនឹង project លំហាត់មួយចំនួនតាក់ទងទៅនឹងការរចនាព្រោះលំហាត់ដែលខ្ញុំបានរៀបចំគឺតម្រងអក្សរល្អហើយយើងធ្វើការគូទាំងតម្រងអក្សរតាក់ទងនឹងប៉ុនទូទៅតាក់ទងនឹងការគូឈ្មោះមនុស្សហើយតាក់ទងនឹងការគូជាមួយនឹងអីគេចំណងជើងបទចម្រៀងតាក់ទងនឹងការគូជាមួយនឹងចំណងជើងខ្សែភាពយន្តអីមេរៀនទាំងអស់នោះគឺខ្ញុំនឹងបង្ហាញរបៀបនៃការគូចំណងជើងបទចម្រៀងយ៉ាងម៉េចឆ្នៃយ៉ាងម៉េចរបៀបអីខ្ញុំបង្ហាញទាំងអស់នេះគឺជាមេរៀនដែលយើងសិក្សាពីមូលដ្ឋានគ្រឹះនៃឧបករណ៍សិនអញ្ចឹងតម្រាំតែយើង design ជាមួយនឹងអក្សរបានស្អាតល្អគឺយើងត្រូវដឹងពីក្បួនរបស់វាខ្លះបាទពីតម្រងនៃអក្សររបស់វាមួយគឺយើងពុតបត់បែនតាមក្រោយទៀតទេបាទសំខាន់ដឹងអំពីឧបករណ៍ណាខ្លះដែលប្រើប្រាស់ទៅលើវិស័យនៃការរចនាអក្សរហ្នឹងអញ្ចឹងយើងត្រូវដឹងអស់អញ្ចឹងណាបាទហើយសម្រាប់ឧបករណ៍ pencil tool នេះគឺយើងប្រើអញ្ចឹងណាយើងគូវាដូច pen ប្រាស់អញ្ចឹងហើយដូចខ្ញុំបញ្ជាក់នៅក្នុងនិយមន័យរបស់វាថាយើងប្រើប្រាស់វានៅក្នុងការគូអក្សរក៏បានឬក៏គូទៅលើ object ផ្សេងទៀតក៏បានដែរបាទគូ object ផ្សេងមានន័យថាយើងអាចគូអញ្ចឹងឃើញទេយើងអាចបង្កើតអ្វីផ្សេងចេះបានទៀតឃើញទេយើងបដូរវាទៅជា fill ឃើញអត់បាទយើងគូបង្កើតទៅជា background ចាក់ពណ៌ចាក់អីចឹងណាបាទយើងចាក់ពណ៌ចាក់អីហើយយើងលេងអក្សរហើយយើងចង់ចាក់ពណ៌ background ចាក់អីលេងជាតម្រង style មាន element មានអីទៀត pencil tool នឹងឯងយើងប្រើប្រាស់ល្អមែនតើណាបាទសម្រាប់ជំនាញរបស់វាណាអញ្ចឹងបើយើងនិយាយពីជំនាញ graphic design វិញ pencil tool គឺយើងប្រើច្រើនណាទៅលើការច្នៃប្រភេទ background បង្កើត element ផ្សេងដែលយើងគូដែលយើងបង្កើតដោយខ្លួនឯងណាបាទអញ្ចឹងសម្រាប់នៅក្នុងអក្សរគឺយើងអាចប្រើវាបានដែលយើងអាចគូវាបានទៅលើការងាររបស់យើងដែរហ្នឹងហើយអញ្ចឹងនៅក្នុងការប្រើប្រាស់របស់វាមានតែប៉ុណ្្នឹងទេបាទអ្វីដែលសំខាន់នោះគឺតកតទៅនឹងការគូហើយគឺយើងពុតអញ្ចឹងគ្នាយើងទៅរៀនជាមួយនឹង Curvature Tool ហើយនឹង Direct Selection Tool នឹងឲ្យច្បាស់ពីការពុតសំខាន់លើពុតណាពេលដែលយើងគូចាញ់ប៉ុណ្ណឹងហើយកាលណាបើយើងពុតមិនស្អាតវានៅតែមិនស្អាតនឹងឯងក៏ប៉ុន្តែពេលដែលយើងគូព្រៀងប៉ុណ្ណឹងហើយបើសិនតែយើងព្យាយាមនៅក្នុងការពុតបានល្អអក្សរហ្នឹងវាទៅជាស្អាតវិញណាចំណុចហ្នឹងណាអូខេអញ្ចឹងនៅក្នុងឧបករណ៍ Pencil Tool មានតែប៉ុណ្ណឹងទេណាអញ្ចឹងនៅក្នុងមេរៀនបន្ទាប់គឺយើងសិក្សាជាមួយនឹង Wit Tool បន្តទៀតណាសូមអរគុណ